Unit 8 Unit 8 មេរៀនទី8 Unit 8 Are you a teacher Are you a teacher Are you a teacher តើអ្នកជាគ្រូបង្រៀនឬ Are you a teacher Are you a teacher Teacher គ្រូបង្រៀន Are you a teacher តើអ្នកជាគ្រូបង្រៀនឬចាអញ្ចឹងបរោះកូនក្មេងនេះក៏សួរថា Are you a student Are you a student Student កូនសិស្ស Are you a student តើអ្នកជាសិស្សឬ Are you a student តើអ្នកជាសិស្សឬតើអ្នកជាសិស្សឬជាសិស្សឬចាអញ្ចឹងកុមារីឆ្លើយវិញថា Of course I am Of course I am Of course I am ប្រកបណាស់ខ្ញុំគឺជាសិស្សចា Of course ប្រកបណាស់ប្រកបណាស់ពិតណាស់ត្រូវដូចគ្នាខ្ញុំគឺជាសិស្សខ្ញុំជាសិស្សយើងចូលដល់ទី1 number 1 យើងនិយាយអំពី number 1 keywords and phrases keywords and phrases ពាក្យនិងឃ្លាគន្លឹះ keywords and phrases student សិស្ស student សិស្ស grade 8 grade ថ្នាក់ grade 8ថ្នាក់ទី8 grade 8 student សិស្ស grade 8ថ្នាក់ទី8 is he a student is he a student តើគាត់ជាសិស្សឬ is he a student តើគាត់ជាសិស្សឬ is he a student are you តើអ្នកជាឬឧទាហរណ៍យើងថា are you a teacher តើអ្នកជាគ្រូបង្រៀនឬ are you a student តើអ្នកជាសិស្សឬ are you តើអ្នកជាឬ he is a student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  មានន័យថាគាត់ជាសិស្សនេះជាល្បះស្របប្រសិនបើយើងចង់ធ្វើវាឲ្យទៅជាល្បះសំណួរយើងគ្រាន់តែត្រឡប់ពាក្យពីរនៅពីមុខល្បះមួយហ្នឹងទៅវានឹងคล้ายទៅជាល្បះសំណួរភ្លាមឧទាហរណ៍ថា he is a student ទៅជា is he a student អញ្ចឹងមានន័យថាយើងលើក he is នេះមកខាងមុខមក is he a student អញ្ចឹងវាទៅជាប្រយោគសំណួរវិញតើគាត់ជាសិស្សឬ is he a student មួយទៀត are you a teacher វាជាប្រយោគសំណួរ are you a teacher អញ្ចឹងបើយើងចង់ឲ្យវាមានន័យថាតើអ្នកជាគ្រូបង្រៀនឬ are you a teacher បើយើងឆ្លើយថា no មានន័យថាយើងមិនមែនជាគ្រូទេបើយើងឆ្លើយថា yes មានន័យថាពិតមែនហើយឬត្រូវហើយដូច្នេះពាក្យ yes និង no មានន័យផ្ទុយគ្នាអញ្ចឹងបើយើងសួរថា are you a teacher តើអ្នកជាគ្រូឬ yes I am no am not ឬក៏ no ទេមិនមែនទេយើងចូលដល់ទី2 conversation conversation ការសន្ទនាអញ្ចឹងតួអង្គយើងមាន3នាក់មាន Tom Davy ហើយនិង Mr. Pisit Tom គេសួរថា is he a student តើគាត់ជាសិស្សឬ is he a student Davy ថា yes he's a student ដល់ពេល Davy ជាស្រីចាស់គាត់គឺជាសិស្សTom ថា are you a teacher តើអ្នកជាគ្រូបង្រៀនឬ Mr. Pisit ថា yes I am a teacher អញ្ចឹង Mr. Pisit នេះគឺមនុស្សប្រុសយើងឆ្លើយថាបាទខ្ញុំគឺជាគ្រូបង្រៀន yes I am a teacher Tom គេសួរទៀត are you in grade 7 are you in grade 7 តើអ្នករៀនថ្នាក់ទី7ឬstudent គេសួរ no I'm in grade 8ទេខ្ញុំគឺជាសិស្សចាអញ្ចឹងតួអង្គមានរហូតដល់4នាក់មិញអ្នកគ្រូមើលច្រឡំចាអញ្ចឹងមានរហូតដល់4នាក់មាន student ម្នាក់ទៀត
តោះឥឡូវយើងអានជាមួយអ្នកគ្រូម្ដងទៀត Is he a student? Is he a student? Yes, he's a student. Yes, he's a student. Are you a teacher? Are you a teacher? Yes, I am a teacher. Are you in grade 7? Are you in grade 7? No, I'm in grade 8. No, I'm in grade 8. យើងចូលដល់ទី3 practice ការអនុវត្ត practice ការអនុវត្ត make the following sentences interrogative នេះប្រយោគសំណួរអញ្ចឹងគេឲ្យយើង interrogative ទៅជាប្រយោគសំណួរបង្កើតរបស់ខាងក្រោមទៅជារបស់សំណួរ interrogative ទី1 he is a student អញ្ចឹងយើងអាចបង្កើតទៅជាចាយើងលើក is មកដាក់មុខមកចាទៅជាយើងលើក is នេះយើងមកដាក់មុខអញ្ចឹងទៅជា is he a student is he a student ប៉ុន្តែយើងកុំភ្លេចអីគឺ question mark ប្រយោគសំណួរ question mark ទឹកស្គាល់សញ្ញាសួរដល់ពេលទី2ចាយើងលើក is ដែរ is she ទៅជា is she in grade is she in grade 7 តើនាងរៀនថ្នាក់ទី7ឬ is she in grade 7 ទី3 you are a teacher ទៅជា are you a teacher? Are you a teacher? Are you a teacher? Are you a teacher? Number 4. She is your friend. Is she? Is she your friend? តើនាងជាមិត្តភក្តិរបស់អ្នកឬ Is she your friend? Is she your friend? អញ្ចឹងកូនត្រូវចាំថាកាលណាយើងសរសេរដើមប្រយោគគឺយើងសរសេរអក្សរធំ capital letter អញ្ចឹងយើងផ្ដើមតែអក្សរធំដល់ហើយយើងរៀនអានជាមួយអ្នកគ្រូម្ដងទៀត He is a student គាត់គឺជាសិស្ស She is in grade 7 She is in grade 7 នាងរៀនថ្នាក់ទី7 You are a teacher អ្នកគឺជាគ្រូបង្រៀន She is your friend នាងគឺជាមិត្តភក្តិរបស់អ្នកអញ្ចឹងនេះយើងដូរទៅជាប្រយោគសំណួរ Is he a student តើគាត់គឺជាសិស្សឬ Is she in grade 7 តើនាងរៀនថ្នាក់ទី7ឬ Are you a teacher តើអ្នកគឺជាគ្រូឬ Is she your friend តើនាងជាមិត្តភក្តិរបស់អ្នកឬយើងចូលដល់ letter B answer the following question ចឹងគេឲ្យកូនឆ្លើយសំណួរនៅខាងក្រោម following question number 1 Are you a student តើអ្នកជាសិស្សឬ Are you a student តើអ្នកជាសិស្សឬ Are you a student តើអ្នកជាសិស្សឬចាអញ្ចឹងគេឲ្យកូនឆ្លើយចាំបើកូនជាសិស្សកូនថា Yes I am បាទឬក៏ចាស់ខ្ញុំជាសិស្សបើអត់ទេយើងថា No I am not No I am not ចឹងទៅទី2 Is your teacher from Phnom Penh ភ្នំពេញតើគ្រូរបស់អ្នកមកពីទីក្រុងភ្នំពេញឬតើគ្រូរបស់អ្នកមកពីភ្នំពេញឬIs your teacher from ភ្នំពេញតើគ្រូរបស់អ្នកមកពីភ្នំពេញឬចាអញ្ចឹងបើគាត់មកពីភ្នំពេញយើងថា Yes he is តែបើគាត់ស្រីយើងថា Yes she is ចឹងទៅបើ No she is not ចាដល់ពេល No ឬក៏ No he is not ទេគាត់មិនមែនទេ No he is not ឬក៏បើគាត់ជាស្រីយើងថា Yes she is
ដល់ពេលមួយទៀតឬក៏ no she is not ចាទី3 is your friend in grade 7 តាមភ័ក្រតើមិត្តភ័ក្តិរបស់អ្នករៀនថ្នាក់ទី7ឬតើមិត្តភ័ក្តិរបស់អ្នកតើមិត្តភ័ក្តិរបស់អ្នករៀនថ្នាក់ទី7ឬរៀនថ្នាក់ទី7ឬ is your friend in grade 7 ចាំបើគាត់រៀនថ្នាក់ទី7យើងថា yes he is ឬក៏ no he is not ដល់ពេលបើគាត់ស្រីយើងថា yes she is បើគាត់អត់ទេគាត់ថា no she is not ចា no she is not number 4 are you in grade 8 are you in grade 8 តើអ្នករៀនថ្នាក់ទី8ឬតើអ្នករៀនថ្នាក់ទី8ឬចាអញ្ចឹងបើយើងរៀនថ្នាក់ទី8យើងថា yes I am យ៉ាបើអត់ទេយើងថា no I am not no I am not ទេខ្ញុំអត់ទេចាអញ្ចឹងនៅក្នុងតើឥឡូវកូនរៀនអានជាមួយអ្នកគ្រូម្ដងទៀតអ្នកគ្រូឲ្យអានម្ដងទៀត Are you a student Are you a student Yes I am No I am not Is your teacher from Phnom Penh Is your teacher from Phnom Penh Yes he is No he is not Yes she is No she is not Is your friend in grade 7 Yes he is No he is not ឬក៏ Yes she is No she is not Are you in grade 7 Yes I am No I am not ចាអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូមានប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូបន្ទាប់ដែលយើងនឹងសិក្សាពីមេរៀនទី8សំទោសមេរៀនទី9ដែលយើងនឹងនិយាយអំពី what's this តើនេះគឺជាអ្វី what's this តើនេះជាអ្វីចាំបើសិនកូនពេញចិត្តវីដេអូអ្នកគ្រូកុំភ្លេចចុច like ឬក៏ subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតចាអរគុណច្រើនជម្រាបលា